ប្រទេសមហាអំណាចបាល់ទាត់ចំនួន3នៅតំបន់អឺរ៉ុបមានក្លឹបបាល់ទាត់មួយប្រទេសចំនួន2ឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយនៅពីរង្វាន់ UEFA Champions League កាលពីយប់មិញនេះអង់គ្លេសមានដល់ទៅ2ក្រុមគឺ Aston Villa ហើយនិង Arsenal ក្រុមដែលខ្លាំងបំផុតនៅឯប្រទេសអង់គ្លេសមិនមែនជា Aston Villa មិនមែនជា Arsenal ទេបាទ Arsenal ខ្លាំងដែរក៏ប៉ុន្តែនៅមានក្រុមផ្សេងទៀតដែលខ្លាំងដូចជា Man City ហើយនិង Liverpool ពួកគេទាំងពីរនាក់នោះធ្លាក់ទាំងពីរអញ្ចឹងពេលនេះ Man City និង Liverpool មិនមែនជាក្រុមដែលលេងវគ្គ8ក្រុមចុងក្រោយទេពួកគេធ្លាក់អស់ហើយបងប្អូនណាបាទអ្នកដែលតំណាងឲ្យអង់គ្លេសឡើងមកកាន់វគ្គ8ក្រុមចុងក្រោយ2ក្រុមរបស់អង់គ្លេសនោះគឺ Aston Villa ហើយនិងកាំភ្លើងធំ Arsenal ពីរអ្នកហ្នឹងគឺកំពុងតែលើកមុខមាត់ប្រទេសអង់គ្លេសនៅសល់2ក្រុមដែលឡើងមកកាន់វគ្គ8ក្រុមចុងក្រោយបាទនៅមានប្រទេស2ទៀតបាទគឺអាល្លឺម៉ង់សល់2ក្រុមដូចគ្នាដែរសុទ្ធតែមេកន្ទ្រីងក្លឹបបាទសុទ្ធតែកម្ពុជាក្លឹបឡើងមកកាន់វគ្គនៃ8ក្រុមចុងក្រោយដែរគឺ Borussia Dortmund ហើយនិង Bayern Munich 2ក្រុមហ្នឹងគឺជាក្លឹបយក្សនៅអាល្លឺម៉ង់បងប្អូនហើយឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយទាំងពីរតែម្ដងនៅសល់មួយប្រទេសទៀតបាទមួយប្រទេសទៀតគឺអេស្ប៉ាញសល់ក៏លោយក្ស2នៅឯ Champions League Barcelona និង Real Madrid ពីរអ្នកហ្នឹងលេងម្នាក់មួយចំហៀងនៅ Champions League វគ្គ8ក្រុមចុងក្រោយឡើងទាំងពីរបងប្អូនបាទទាំង Barcelona ទាំង Real Madrid គណៈដែលប្រទេសមហាអំណាចបាល់ទាត់នៅតំបន់អឺរ៉ុបពីរផ្សេងទៀតនោះមានតែមួយទេបាទគឺបារាំងមាន1 Paris Saint-Germain ជាអ្នកឡើងមកកាន់វគ្គ8ក្រុមចុងក្រោយហើយអ៊ីតាលីនៅសល់តែ Inter Milan 1គត់ដែលឡើងមកកាន់វគ្គ8ក្រុមចុងក្រោយអញ្ចឹងមានន័យថាអង់គ្លេសមាន2ក្រុមអាល្លឺម៉ង់មាន2ក្រុមអេស្ប៉ាញមាន2ក្រុមបារាំងមាន1ក្រុមនិងអ៊ីតាលីមាន1ក្រុមបាទហើយArsenal ដែលតំណាងឲ្យអង់គ្លេសនោះឡើងមកជួបជាមួយនឹងកូឡូយ៉ាដែលតំណាងឲ្យប្រទេសអេស្ប៉ាញហើយក៏ជាបងធំ Champions League ផងដែរ Arsenal ឡើងមកជួបជាមួយនឹង Real Madrid បាទ Arsenal ប៉ះ Real Madrid បងប្អូនអើយជើងទី1លេងនៅក្នុងទឹកដីរបស់ក្រុមកាំភ្លើងធំ Arsenal បាទជើងទី1លេងនៅក្នុងទឹកដីរបស់ក្រុមកាំភ្លើងធំ Arsenal ណាបងប្អូនណានៅថ្ងៃទី9ខែ4បាទខែ4ហ្នឹងយប់ថ្ងៃទី8ឆ្លងចូលថ្ងៃ9លេងជើងទី1នៅក្នុងទឹកដី Arsenal ជើងទី2ទៅលេងនៅក្នុងទឹកដីរបស់ Real Madrid វិញបាទអញ្ចឹងជើងទី1លេងនៅថ្ងៃទី8ឆ្លងចូលថ្ងៃទី9ខែ4ហ្នឹងបាទ Arsenal និង Real Madrid នេះគឺជាកឡូធ្ងន់តំណាងឲ្យប្រទេសដូចគ្នាបាទតំណាងឲ្យប្រទេសរៀងៗខ្លួនពួកគេសុទ្ធតែជាមាន fan សុទ្ធតែជាក្រុមដែលមាន fan ច្រើនខ្លាំងមែនទែនបាទសម្រាប់ Real Madrid ឈ្នះក្រុមដែលតានតឹងបំផុត Atletico Madrid ឈ្នះដោយបាល់ពេលឡើងទីបងប្អូនអើយបាទថែមមកហើយនៅតែស្មើគ្នា2-2សរុបទាំងពីរជើងបាទឡើងមកវេទនាតឹងជាមួយ Atletico Madrid តែ Arsenal មិនតឹងទេ Arsenal ហូបចុក PSV ជើងទី1ឡើង7គ្រាប់បាទជើងទី2នេះគឺស្មើទេបាទអញ្ចឹងសរុបទៅគឺ Arsenal ឡើងមកធូបាទធូតែមកដល់វគ្គ8ក្រុមចុងក្រោយនេះ Arsenal មិនធូទៀតទេឡើងធូហើយប៉ះ Real Madrid ម្ដងឡើងធូហើយគូនេះចិត្តដល់ថ្ងៃប្រកួតចាំខ្ញុំទាយគ្រាប់បាល់ចាំខ្ញុំទាយថាអ្នកណាខ្លាំងជាងហើយអ្នកណាអាចតំណងឡើងជាងខ្ញុំសម្រាប់ខ្ញុំបងប្អូនណា Real Madrid គាត់មានពានច្រើនបទពិសោធន៍ច្រើននៅឯ Champions League ខ្ញុំមិនផ្អែកលើរឿងហ្នឹងទេខ្ញុំផ្អែកលើរឿងអ្នកណាលេងល្អជាង Arsenal ឬ Real Madrid អញ្ចឹងចិត្តដល់ថ្ងៃប្រកួតចាំខ្ញុំនិយាយវីដេអូនឹងមួយឬក៏ខ្ញុំ live បងប្អូនណាចាឥឡូវមិនទាន់និយាយទេបាទឥឡូវនេះសូមបញ្ចប់រឿង Arsenal នៅមួយគូទៀតបាទនៅមួយចំហៀង Arsenal នឹងដែរគឺ Paris Saint-Germain ហើយនិង Aston Villa Paris Saint-Germain និង Aston Villa ជួបគ្នាបាទនៅថ្ងៃទី9នឹងដែរ Paris Saint-Germain គឺជាក្រុមតែមួយគត់តំណាងឲ្យប្រទេសបារាំងឡើងមកប៉ះជាមួយនឹងក្រុមមកពីប្រទេសអង់គ្លេសបាទ Aston Villa ហើយ Paris នឹងទើបតែផ្ដួលក្រុមហង្សក្រហម Liverpool ហើយផ្ដួលតាមពិតទៅណា Paris Saint-Germain ហូបទាំង Man City ទៅទៀតហូប Man City នៅវគ្គសន្សំពិន្ទុបាទ League Pace ផ្ដួល Man City ហើយក៏បានកៅអីហ្នឹងបានលេង play off ដល់ទៅពេលបានលេង play off មកផ្ដួលប្រេសដែលជាក្រុមនៅឯប្រទេសបារាំងហើយបន្ទាប់មកទៀតពួកគេឡើងមកកាន់វគ្គ16ក្រុមចុងក្រោយ
ប៉ារីសសាន់ជឺម៉ាន់ផ្ដួលក្រុមខ្លាំងរបស់អង់គ្លេសដែលជាក្រុមកំពូលតារាងនៅ Premier League ហើយក៏ជាក្រុមកំពូលតារាងនៅ Champions League ផងដែរគឺហង្សក្រហម Liverpool ផ្ដួលអង់គ្លេសពីរណាបងប្អូនណា Man City ហើយនិង Liverpool ប៉ារីសផ្ដួលទាំងពីរឥឡូវនេះឡើងមកជួប Aston Villa បាទឡើងមកជួប Aston Villa ដែលជាក្រុមខ្លាំងឡើងមកដោយការប្រកួតវគ្គសន្សំបន្ទុកនោះគឺពួកគេស្ថិតនៅក្នុងតំបន់ Top 8អញ្ចឹងគេឡើងមក direct បាទសម្រាប់ Aston Villa ផ្ដួលក្រុមប្រូកបាទក្លឹបប្រូក2ជើង6គ្រាប់ទល់នឹង1ខ្លាំង Aston Villa តែមកប៉ះ Paris Saint-Germain បងប្អូនហើយអ្នកណាក៏ថា Paris Saint-Germain ខ្លាំងជាង Aston Villa ដែរតែកុំតន់អាលចាំសាកគ្នាសិនសាកថ្ងៃ9បាទយកថ្ងៃទី8ឆ្លងចូលថ្ងៃទី9ជើងទី1លេងនៅក្នុងទឹកដីរបស់ Paris Saint-Germain បាទជើងទី1លេងនៅក្នុងទឹកដីរបស់ Paris Saint-Germain សាកជាមួយ Aston Villa សិនមើលព្រោះថា Liverpool ទៅមិនរួចជាមួយនឹង Paris Man City ទៅមិនរួចជាមួយនឹង Paris ទុកឲ្យ Aston Villa ម្ដងមិនអាចមើលងាយ Aston Villa បានទេណាបងប្អូនណាចិត្តដល់ថ្ងៃប្រកួតបានខ្ញុំទាយគូនឹងបាទថាអ្នកណាខ្លាំងជាងអ្នកណាព្រោះថាបច្ចុប្បន្ននេះ Aston Villa ខ្លាំងនៅ Champions League នៅក្នុង League Premier League មិនសូវប្រមាណទេតែនៅ Champions League ពួកគេខ្លាំងយកតែមែនទែនសម្រាប់ Aston Villa នៅមួយជំនាញទៀតគឺមានInter Milan ប៉ះជាមួយនឹង Bayern Munich Inter Milan ប៉ះជាមួយនឹង Bayern Munich Inter Milan គឺជាក្រុមដែលតំណាងឲ្យអ៊ីតាលីតែមួយគត់ឡើងមកកាន់វគ្គ8ក្រុមចុងក្រោយបាទហើយប៉ះជាមួយនឹងកលូយ៉ារបស់អាល្លឺម៉ង់ Bayern Munich បាទ Inter Milan នេះមិនអាចមើលងាយ Inter បានទេជើងទី1លេងនៅក្នុងទឹកដី Inter ជើងទី2លេងនៅក្នុងទឹកដីរបស់ Bayern Munich បាទអញ្ចឹងអ្នកទាំងពីរនេះ Inter Milan ឡើងមកនឹងគឺឆ្លងពីក្រុម Feyenoord បាទឆ្លង Feyenoord ដែលជាក្រុមខ្លាំងមួយនៅឯហូឡង់តែมันជាតឹងពេកទេសម្រាប់ Inter Milan Inter ឈ្នះទាំងពីរជើងបាទគណៈដែល Bayern Munich ឡើងមកហ្នឹងក៏มันជាស្រួលប្រហែលដែរប៉ះជាមួយនឹង Bayer Leverkusen កាលពីវគ្គ16ក្រុមចុងក្រោយ Hope Leverkusen ទាំងពីរជើងបាទ Bayern Munich បាទហើយកាលវគ្គ play off ពួកគេឈ្នះជាមួយនឹង Celtic បាទ Bayern Munich มันជាតឹងប្រហែលទេឡើងមកដល់វគ្គនៃ8ក្រុមចុងក្រោយនេះអញ្ចឹងទាំងពីរអ្នកនេះការឡើងមកនោះมันស្រួលជាតឹងប្រហែលទេប៉ះក្រុមនឹងគូសំដែរបាទហើយ Bayern Munich គឺតឹងជាមួយនឹង Leverkusen បន្តិចបាទតែពេលនេះពួកគេតំណាងឲ្យប្រទេសអាចនិយាយថា Inter Milan ក៏លោយៈរបស់អ៊ីតាលីសល់តែមួយនឹងទេហើយ Bayern Munich ក៏លោយៈធំបំផុតបាទកំពូលតារាងនៅ Bundesliga របស់ប្រទេសអាល្លឺម៉ង់អញ្ចឹងពួកគេជួបគ្នាវគ្គ8ក្រុមចុងក្រោយអែមណាស់បងប្អូនអើយបាទតំណងភ្នែកបាទឆ្ងាញ់ភ្នែកទៀតហើយ Inter Milan ប៉ះជាមួយនឹង Bayern Munich ធំដូចគ្នាបងប្អូនអើយធំដូចគ្នាបាទអញ្ចឹងអ្នកទាំងពីរនេះជិតដល់ថ្ងៃប្រកួតបាទខ្ញុំទាញគ្រាប់បាល់បាទបានទាញគ្រាប់បាល់គណៈដែល Barcelona ជាក្រុមកលូយ៉ាកំពូលតារាងនៅឯអេស្ប៉ាញពួកគេឡើងមកដោយមានបន្ទុកពេញលេញឈរលើរឿងទី2នៅវគ្គសន្សំបន្ទុកបាទ League Pace គឺពួកគេមានបន្ទុកឈរលើរឿងទី2ហើយឡើងមកដល់វគ្គ16ក្រុមចុងក្រោយហ្នឹងគឺផ្ដួល Benfica ឈ្នះទាំងពីរជើងទៅលើ Benfica បាទអញ្ចឹង Barcelona ហូប Benfica មិនស្រួលប្រហែលទេ Benfica ខ្លាំងបាទហើយ Dortmund នឹងឡើងតឹងតែងណាស់នាំមុខឈ្នះ Lille បាទផ្ដួល Lille តឹងតែងណា Dortmund បាទតឹងតែងឥឡូវពួកគេមកជួប Dortmund ដែលជាគីឡូធ្ងន់របស់អាល្លឺម៉ង់បាទសម្រាប់ Barcelona អញ្ចឹងអាចនិយាយថាតឹង Barcelona មិនធូរទេណាបងប្អូនណាបាទ Dortmund គឺជាជើងឯករងកាលពីរដូវកាលមុនបាទចាញ់ Real Madrid វគ្គផ្ដាច់ព្រាត់ឥឡូវពួកគេឡើងមកកាន់វគ្គ8ក្រុមចុងក្រោយទៀតហើយបាទ Dortmund នេះគឺជាក្រុមដែលស្វិតបាទគឺជាគីឡូ Champions League មួយដែលមិនអាចមើលរំលងបានទេអញ្ចឹង Barcelona ជួប Dortmund មិនធូរទេបងប្អូនណាបាទ Barcelona Dortmund មិនស្រាលប្រហែលទេខ្ញុំថាអាចស្រួលពិបាករបស់ Dortmund ជើងទី1លេងនៅក្នុងទឹកដីរបស់ក្រុម Barcelona ជើងទី2ទៅទឹកដី Dortmund រឿងគ្រោះថ្នាក់ណាបងប្អូនណាគ្រោះថ្នាក់បន្តិចសក់កកបងប្អូនណាបងប្អូនអើយបាទស្រែក Real Madrid យប់មិញ120នាទីហើយពេលនាទីទៀតបងប្អូនអើយស្អកកកបាទបាននៃ high tech យងធូបពងកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាសម្រាប់ Arsenal ជួបជាមួយនឹង Real Madrid
Barcelona ប៉ះជាមួយនឹង Dortmund Bayern Munich ជួបជាមួយនឹង Inter Milan Paris Saint-Germain ប៉ះជាមួយនឹង Aston Villa នៅឯវគ្គ8ក្រុមចុងក្រោយបងប្អូនយើងគិតថាក្រុមណា4ក្រុមឡើងទៅកាន់វគ្គ semi final សូមខមមិននៅខាងក្រោមណាបងប្អូនណាសូមខមមិននៅខាងក្រោមទាំងអស់គ្នាខ្ញុំចង់ឃើញបងប្អូនយើងខមមិននៅខាងក្រោមចង់ដឹងយោបល់បងប្អូនយើងមើលថាតើក្រុមទាំង8ហ្នឹង4ក្រុមណាជាអ្នកឡើងទៅកាន់វគ្គ semi final សូមខមមិននៅខាងក្រោមណាបងប្អូនអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងទេ